vàកម្មវិធី Microsoft Word គឺជាកម្មវិធីដែលប្រើប្រាស់សម្រាប់បាទតាក់តែងលិខិតរដ្ឋបាលផ្សេងបាទយើងប្រើសម្រាប់វាយអត្ថបទ design ឯកសារឬក៏មួយចំនួនយើងអាចធ្វើលើវាបានបាទអញ្ចឹងនៅក្នុងនេះគឺទី1យើងសរសេរអក្សរហៅ writing letter យើងប្រើ Microsoft នឹង Word ហ្នឹងសម្រាប់បាទសរសេរអក្សរ create report and assignment បាទបង្កើតរបាយការណ៍ក៏ដូចជាកិច្ចការធ្វើបាទ resume កាត់ CV បាទរៀបចំបាទការកត់ត្រាតាក់ទងប្រឡងក៏ដូចជាមេរៀន print ឯកសារអញ្ចឹងតាក់ទងលិខិតរដ្ឋបាលផ្សេងគឺយើងប្រើ Microsoft Word ហ្នឹងលក្ខណៈពិសេសរបស់ Microsoft Word បាទអញ្ចឹងយើងដឹងហើយកម្មវិធី Microsoft Word feature របស់វាយើងវាយអត្ថបទហ្នឹងហើយអាចកែទៅលើអក្សរបាទកែអក្សរបើយើងក្នុង Microsoft Word យើងអាចដាក់មានប្រភេទអក្សរហៅ font បាទអាចមានច្រើនប្រភេទណា font ប្រភេទអក្សរអាចពង្រីកទំហំធំតូចបាទអាចដាក់ពណ៌បាទហើយអាចតម្រឹមឆ្វេងស្ដាំកណ្ដាលដើម្បីឲ្យលិខិតរដ្ឋបាលយើងមានសោភ័ណភាពអាចបញ្ចូលរូបភាពក៏ដូចជាអាចបង្កើតជាតារាងអាចបង្កើត shape គូសបាទគូសរាងបាទអាចជាបេះដូងជាផ្កាយជាបាទវាមានសន្តានរូបសន្តានច្រើនបាទអាច check ទៅលើវេយ្យាករណ៍តកតងអក្សរអង់គ្លេសដែលយើងវាយចូលហ្នឹងវា check ទៅលើវេយ្យាករណ៍ក៏ដូចជា check ទៅលើកំហុសឆ្គងរបស់អក្សរដែលយើងបានបញ្ចូលសិនជាខុសគឺវា underline ពណ៌ក្រហមណាខុស spelling ឬខុសវេយ្យាករណ៍វា underline ពណ៌ខៀវបាទហើយអាចរក្សាទុកបាទឯកសារហ្នឹងហើយនឹងបោះពុម្ពចេញខាងក្រៅអញ្ចឹងនៅពេលដែលយើង save រក្សាឯកសារទុកបាទ extension បាទ extension នេះ .docx អញ្ចឹងនៅក្នុង computer ការបាទកម្មវិធីមួយដែល software ដែលបង្កើតឡើងហ្នឹងនៅពេលដែលយើងរក្សាឯកសារនឹងទុក file ហ្នឹងគឺវាមានប្រភេទ extension ហៅ extension កតុយហ្នឹងផ្សេងគ្នាអញ្ចឹងកតុយហ្នឹងអាចកំណត់សម្គាល់ទៅលើប្រភេទ file ដូច PDF file អញ្ចឹងយើងមាន extension .pdf អញ្ចឹងទៅណាអញ្ចឹងយើងគាត់ឃើញយើងដឹងប្រភេទ file អី docx គឺជាប្រភេទ file Word បាទអញ្ចឹងនៅក្នុងនេះបាទអញ្ចឹងអ្នកទាំងអស់គ្នានឹងស្គាល់ដំបូងទៅលើ interface របស់ Word បាទហៅ Word interface អញ្ចឹងយល់ពាក្យថា interface ស្អីគេជា interface បាទដោយខ្ញុំបើក ChatGPT ហ្នឹងអ្វីដែលយើងឃើញដំបូងហ្នឹងគេហៅ interface ជាផ្ទាំងគឺជាផ្ទៃសម្រាប់ឲ្យអ្នកប្រើប្រាស់បាទបញ្ជាទៅលើកម្មវិធីហ្នឹងបាទអញ្ចឹង Word នៅពេលយើងបើកវាមាន interface របស់វាដែរបាទឧទាហរណ៍ខ្ញុំបើក Microsoft Word ខ្ញុំចូលប្រអប់ search ខាងក្រោមវាយ MS Word មកហើយវាលេចចេញ Word 2016បាទអញ្ចឹងខ្ញុំคลิกមកនេះអ្វីដែលបង្ហាញហ្នឹងគឺជាបាទ interface បាទអញ្ចឹងនៅលើ interface ហ្នឹងយើងឃើញបាទវាមានបាទ command ឬក៏មាន menu នេះគេហៅឈ្មោះរបស់វាដើម្បីអាចបញ្ជាទៅលើ Microsoft Word ហ្នឹងបាទដូចជាដាក់ដូរប្រភេទអក្សរដាក់ពណ៌ទៅលើអក្សរពង្រីកធំទូចហ្នឹងគេហៅ interface របស់វានេះទូរស័ព្ទយើងក៏មាន interface របស់វាយើងអ្នកប្រើ Android អ្នកប្រើ iOS កាន់ហ្នឹងគឺវាផ្ទាំងសម្រាប់បញ្ជាទៅលើទូរស័ព្ទហ្នឹងហៅ interface របស់ទូរស័ព្ទបាទនេះគឺ interface របស់ Microsoft Word បាទនេះគឺជាផ្ទាំង interface របស់ YouTube
បាទ YouTube កម្មវិធី YouTube ចឹងទៅណាចឹងនេះ interface របស់ ChatGPT គេវាមានកន្លែងសម្រាប់បញ្ជាវាមានប្រអប់សម្រាប់បញ្ចូល prompt បាទឲ្យ GPT ធ្វើកិច្ចការតាមអ្វីដែលយើងចង់បានហ្នឹងបានហើយ interface អញ្ចឹងយើងចូលមកបាទ Microsoft Word interface វិញអញ្ចឹងនៅក្នុងនោះវាមាន ribbon ហើយនិង tape បាទដែលនៅក្នុង ribbon ហើយនិង tape ហ្នឹងនេះបាទនេះអានេះគេហៅថា ribbon បាទនៅលើ Word ហ្នឹងបាទនៅក្នុងនៅលើ ribbon ហ្នឹងសិតតែពាក្យបញ្ជា icon បាទប៊ូតុងណាសម្រាប់ចុចបាទហើយគេហៅឈ្មោះថានឹងហៅ ribbon ហើយខាងលើនេះគេហៅ tape បាទមាន tape បាទដូច tool បាទនេះ interface របស់កម្មវិធី Word សេរីចាស់ក្នុងឆ្នាំ2007បាទអញ្ចឹងខាងលើនេះគេហៅថា tape បាទ file tape home tape insert tape design tape layout បាទអញ្ចឹងដល់ពេលដែល click លើ tape ហ្នឹងវានឹងបង្ហាញបាទនេះគេហៅ ribbon បណ្ណាចាំឈ្មោះទៅបណ្ណាថា tape click លើ tape ទៅវាមានក្រុមនៃ comment ពាក្យវិញអានេះមិនមែនថាពាក្យជាគឺជាប៊ូតុងបាទឬគឺ icon សម្រាប់បញ្ជាបាទចឹងអ្វីដែលយើងឃើញនៅលើ Word ខាងលើគេទាំងអស់នេះឃើញ document 1ណាអានឹងហៅ title bar title bar វាបង្ហាញព័ត៌មានទាក់ទងឈ្មោះ file បាទអញ្ចឹងយើងបើកមក by default វាដាក់ document 1នៅពេលអ្នកទាំងអស់គ្នា save ឯកសារដាក់ឈ្មោះអីវានឹងបង្ហាញនៅកន្លែងហ្នឹងឧទាហរណ៍ថាខ្ញុំ save បាទរក្សាឯកសារទុកខ្ញុំ browse បាទខ្ញុំរើស location បាទដាក់នៅលើ desktop ហើយកន្លែង save file ហ្នឹងរើសប្រភេទនេះ Word អញ្ចឹងយើង .docx ហ្នឹងខ្ញុំដាក់ថា file ឈ្មោះថា file 1ណាឯកសារទី1ខ្ញុំ save នេះខាងលើហ្នឹងវានឹងបង្ហាញឈ្មោះថា file 1បាទហ្នឹងគឺជាឈ្មោះរបស់ឯកសារហើយយើងឈរនៅលើវាហ្នឹងនេះហ្នឹងហៅ title bar ណា show document name show program name បាទបង្ហាញឈ្មោះឯកសារនិងបង្ហាញឈ្មោះកម្មវិធី Microsoft Word .docx ហ្នឹង Microsoft Word ទី2 ribbon top menu with tool and command divide into tape បាទមកខ្ញុំបង្ហាញហើយបើថា ribbon ហ្នឹងគឺវាស្ថិតនៅក្នុង tape នីមួយៗចុចទៅវានឹងបង្ហាញឈ្មោះថា ribbon បាទគឺជាបញ្ជី ribbon គឺបញ្ជីនៃ tool គឺពាក្យបញ្ជាហ្នឹង command tool បាទបញ្ជាទៅលើកម្មវិធីណា3 tape បាទវាមាន home tape សម្រាប់ធ្វើអីបាទនៅក្នុង home tape ហ្នឹងមានបាទ comment ឬក៏ tool ឧបករណ៍សម្រាប់ដូរទៅលើតាក់ទងអក្សរ font size នេះមើលនេះ home ហ៎អញ្ចឹងដល់ពេលយើងចុចលើ home វាមានបាទពាក្យតាក់ទង font ប្រភេទអក្សរទំហំអក្សរដាក់ពណ៌ទៅលើអក្សរហ្នឹងនៅក្នុង home tape បាទអញ្ចឹងគឺនៅក្នុង insert tape មានអីខ្លះបាទអញ្ចឹងអាចធ្វើអីបានខ្លះនៅក្នុង insert tape អាចបញ្ចូលរូបភាពបង្កើតទៅជាតារាងឬបង្កើត shape នេះអញ្ចឹងខ្ញុំคลิกនៅលើ insert អ្នកទាំងអស់គ្នាអាចធ្វើបាននេះអញ្ចឹងមានច្រើនតែខ្ញុំលើកតែចំណុចសំខាន់គឺអាចបញ្ចូលរូបភាព
insert table បង្កើតតារាងកើតជាតារាងកើតជារូបភាពបាទឧទាហរណ៍យើងយករូបភាពនេះ insert ចូលអាចធ្វើអីទៀត insert shape នេះ shape បាទ shape អានេះហៅរូបដែលយើងអាចរូបបាទខ្មែរយើង shape ហ្នឹងបងថាម៉េចរូបរាងបាទយើងគូសបាទដែលគឺមានស្រាប់បាទនៅការ shape ចឹងនៅក្នុង shape ហ្នឹងយើងអាចដាក់ដូរពណ៌ដាក់ពណ៌អីបាន fill លើពណ៌ណាបាទមានច្រើនទៀតគាត់ថាមានចំណុចសំខាន់ក្នុងហ្នឹងហើយ layout បាទអញ្ចឹងយើងសិក្សាពី layout សម្រាប់ធ្វើអីនេះបាទ layout សម្រាប់កំណត់ទៅលើកម្រិតกระดาษនេះណាកម្រិតกระดาษយើងឲ្យកម្រិតកែមកระดาษហ្នឹងបាទអាចធំឬទូចបាទ narrow ឧទាហរណ៍ narrow បាទកម្រិតអក្សរពីកែមកระดาษហ្នឹងយើងចង់បានយើងអាចកំណត់វាតាមរយៈបាទ layout ហ្នឹងបាទយើងអាចធ្វើឲ្យបានទៀតនៅក្នុងនេះកំណត់កម្រិតกระดาษអាចបាទដូរกระดาษផ្ដេកបាទគេហៅ portrait ប្រភេទបាទกระดาษឲ្យទៅជាផ្ដេកនេះហៅกระดาษផ្ដេកយើងមើលទៅជាกระดาษឈរតាមរយៈបាទ orientation នេះយើងទៅយក portrait មកវិញណាបាទអញ្ចឹងនៅក្នុង layout ហ្នឹងយើងអាចបាទធ្វើអាហ្នឹងសំខាន់បាទហើយនៅក្នុង tab reference យើងអាចធ្វើអីបានខ្លះតាក់ទងនឹងការបង្កើត table content ហើយនឹង citation បាទនៅក្នុងនេះ reference នេះអ្នកទាំងអស់គ្នាស្គាល់ table content នេះ table content នេះបាទខ្ញុំចុចលើ table content ឲ្យមើលចូលសិតដងទៀតបាទខ្ញុំដាក់មកខាងក្រោមនេះបាទចុច table content បាទអញ្ចឹងនៅក្នុង table content នេះតោះតែយើងបាទបង្កើតគេហៅ headline ឧទាហរណ៍ថាយើងនិយាយពីបាទចំណុចទី1គេច្រើនណានៅក្នុងធ្វើ assignment ឬយើងចងក្រងទៅអីបាទទី1និយាយពីអីឧទាហរណ៍ introduction បាទអញ្ចឹងទី2និយាយពីអីបាទតើយើងនិយាយពីតាក់ទងនឹង drone បាទទី3និយាយពីអីនិយាយពី IoT អញ្ចឹងក្នុងហ្នឹង table content ហ្នឹងបាទយើងបង្កើតឲ្យវាចេញថាយើង topic introduction ហ្នឹងនៅក្នុង page ណា page ទីម៉ា drone ហ្នឹងនិយាយពីឯកសារ topic drone ហ្នឹងយើងនិយាយនៅ page ណាហ្នឹងគេហៅ table content មាតិកាអញ្ចឹងនៅក្នុង Excel ក្នុង Word ហ្នឹងគឺយើងមានកន្លែងសម្រាប់ធ្វើ table content ហ្នឹងឲ្យវាស្វ័យប្រវត្តិយើងអត់ចាំបាច់ដូរវាទេដឹងជាថានៅពេលដែលយើងនេះនៅពេលដែលយើងធ្វើកិច្ចការមែនតើយើងអត់វាយចឹងបាទអត់ចាំបាច់វាយចឹងទេគឺយើងយើងទៅសរសេរយកមកយើងសរសេរបង្កើត headline មកហើយតែយើងចូល insert បាទកន្លែងនេះ head យើងដាក់ថា
លេខ1ធំវា introduction បាទចំណុចទី2និយាយពីអី drone បាទទី3និយាយពី IoT អញ្ចឹងកន្លែងទាំង3ហ្នឹងយើងបង្កើតវាទៅជា headline នេះបាទហើយយើងអាចដាក់លេខ insert លេខចឹងមកហើយអញ្ចឹងនៅក្នុងនេះយើងហើយមានខ្លឹមសារផ្សេងផ្សេងទៅសេពីក្រុមហ្នឹងដែរថាខ្ញុំចង់បន្ទាត់ឲ្យ drone នៅភ័យបន្តអញ្ចឹងអ្នកនរគ្នាអាចបញ្យល់លម្អិតអីនៅពីក្រុម drone ហ្នឹងបាទហើយដល់កន្លែង IoT ខ្ញុំតម្លាក់ឲ្យស្ថិតក្នុង page ផ្សេងៗគ្នាបាទហើយដល់ពេលយើងបង្កើតទៅជា table content បាទនេះខ្ញុំតម្លាក់ introduction នេះតមកអញ្ចឹងតើ introduction ទៅ page ទីប៉ុន្មានបាទអ្នកនរគ្នាយកម៉ៅคลิกលើកន្លែង introduction ឃើញខាងក្រោមនេះវាដាក់ page ទី2ណាអញ្ចឹងក្នុងនេះ table content យើងចង់បង្កើត table content មួយនៅលើនេះអញ្ចឹងគ្រាន់តែយក click លើ reference មកចុចយក table content មកណាយើងយក style ប្រភេទណាមួយនៃ table content បាទខ្ញុំយកទី2ចុះបាទអញ្ចឹងនៅពេលខ្ញុំ add table content ទៅឃើញវាទាញលេខនេះអាចចំណុច headline ដែលយើងដាក់បាញ់ហ្នឹងនៅ page ទីប៉ុន្មានគឺវាបង្ហាញនៅលើកន្លែង table content ហ្នឹងមកបាទខ្ញុំនឹងនិយាយលម្អិតនៅពេលក្រោយទៀតឥឡូវដូចថាឥឡូវ introduction នៅ page ទី2យើងមើលនេះឃើញ drone នៅ page ទី2ដែរខ្ញុំចុចតម្លាក់ឲ្យ drone ហ្នឹងចូលទៅ page ទី3ឥឡូវ drone ហ្នឹង topic ហ្នឹងនិយាយក្នុង page ទី3នៃ4ហ្នឹងយើងទៅមើលលើ table content បាទយើងចុច update វាមក update វា drone មិញទី2បាទដល់ពេលយើង update ខ្ញុំចុច OK ណាឃើញវា update ឯនេះអញ្ចឹងរាល់កិច្ចការដែលយើងធ្វើនៅក្នុងខាងក្រោមនេះអានេះចំណុចសំខាន់នេះវាផ្លាស់ទីទៅ page ទីប៉ុន្មានយើងទៅ update ទៅនៅ table content ហ្នឹងវាស្វ័យប្រវត្តិមកអានោះឧទាហរណ៍ថាយើងធ្វើសភៅ100ទំព័របាទយើងត្រូវអាចចំណុចមួយហ្នឹងត្រូវដាក់ headline វានេះមួយណាអញ្ចឹងអាចឲ្យចង់ឲ្យវាបង្ហាញនៅក្នុង table content តោះតែដាក់ headline ហ្នឹងយើងដាក់មិនឧទាហរណ៍ឥឡូវ1.1នៅក្នុងចំណុចមួយធំហ្នឹងវាមានបាទមួយតូចឬ A B C អញ្ចឹងណា A យើងនិយាយពី A បាទ A ហ្នឹងដូចនិយាយថា technologyបាទនឹងកន្លែងហ្នឹងចង់ឲ្យវាបង្ហាញនៅក្នុង table content នេះដោយស្វ័យប្រវត្តិត្រូវ select technology ហ្នឹងបាទឬវាយកកន្លែងក្នុង home page នេះបាទយក heading ណា heading មកហើយយើងបាទដាក់ម្ដងទៀតបាត់A ចុច heading បាទអញ្ចឹងចប់បាទអញ្ចឹងឲ្យវានៅពេលយើងដូរដាក់ heading អញ្ចឹងវាអត់ទាន់ update ចូលក្នុង table content ទេអញ្ចឹងចុចកន្លែង table content ហ្នឹងចុច update table បាទអញ្ចឹង update table យើង update entire table បើយើងបន្ថែមបាទសរសេរអក្សរអីថ្មីយើងយកខាងក្រោមហ្នឹងអញ្ចឹងវានឹងបង្ហាញ A technology នៅក្នុងទំព័រទី2វានៅជាមួយនឹងក្រុម introduction បាទហ្នឹងរបៀបធ្វើ table content នេះអញ្ចឹងនៅក្នុងនេះគេនិយាយថា reference ហ្នឹងគឺជាវិមុខងាររបស់វាអាចបង្កើត table content ហើយនឹង citation បាទខ្ញុំនឹងនិយាយលម្អិតពេលក្រោយតាក់ទងការបាទបង្កើតនៅពេលយើងនិយាយពីអីមួយតាក់ទងការ research វាច្រើនគេត្រូវការឲ្យយើងមានអំណះអំណាងថា cite បាទ citation បាទអ្នកណាគេនិយាយតាក់ទងធានបទហ្នឹងចូលចំណុចមួយទៀតតាក់ទង review នេះ review គេប្រើ type ហ្នឹងមានអីខ្លះគេ check ទៅលើអីបាទ spelling check spelling បាទអញ្ចឹងបាន IoT សរសេរខុស
ឧទាហរណ៍ចេញសញ្ញាក្រហមអញ្ចឹង spelling វាអីគេអញ្ចឹងអាចថា IoT បាទអញ្ចឹងដោយសារ IoT វាជាអក្សរកាត់អញ្ចឹងនៅក្នុង Word ហ្នឹងក៏អត់ស្គាល់ IoT នឹងអីគេបាទអញ្ចឹង IoT បើយើងទៅសេអក្សរធំហ្មងវា check ឲ្យអត់បាទអញ្ចឹងអត់ខុសទេបើវាជាឈ្មោះតែបើអក្សរកាត់ IoT មក Internet of Things ណា Internet of Things ពាក្យពេញវាបាទអញ្ចឹងបើយើងសេកាត់អង្ការ Word នឹងអត់ស្គាល់អញ្ចឹងយើងឲ្យ check spelling បាទ check spelling check complete ទៅបានតែត្រូវហើយប៉ុន្តែបើយើងទៅសេខុសដូចមិញ I O តតូចហើយ T យើងចង់ដឹងថានឹងសេត្រូវខុសvàយើង check spelling គេវាទៅ select កន្លែង IoT ហ្នឹងវាថាពាក្យបាទ IoT អត់មាននៅក្នុងនេះទេបាទមានតែបាទ IoT បាទអញ្ចឹងអាហ្នឹងដោយសារពាក្យហ្នឹងបាទបើសិនជាយើងគិតថាហ្នឹងត្រូវហើយយើងយក ignore មកឲ្យវាត្រូវណាគឺអញ្ចឹង check is complete ដោយសារ IoT ពាក្យកាត់បាទអញ្ចឹងមុខងាររបស់ review យើង check spelling ឯងគេមើលអញ្ចឹងចូលដល់មុខងារ zoom សំខាន់ទូមុខងាររបស់វាសំខាន់គឺសម្រាប់ zoom នៅណានេះនៅខាងក្រោមបាទយើងចុចមើលសញ្ញាដកយើងចង់មើលបាទពង្រីកមើលឲ្យឃើញបាទយើងមានប្រហែល page យើង zoom មកទូចមកឃើញអត់មាន4 page យើងមើលខាងក្រោមនេះក៏វាបង្ហាញដែរ page 4 of 4នេះអានេះ23 word count វារាប់ទៅសរសេរក្នុងហ្នឹងឃើញមាន23ពាក្យជាភាសាអង់គ្លេសបាទអាហ្នឹងគឺ zoom ណាហើយនៅក្នុង Word វាមានប្រភេទ view ហើយ read mode នៅខាងក្រោមនេះយើងចុច read mode វាចេញបាទ read mode នៅពេលយើងคลิกទៅបានន័យថាយើងចង់អានអីវាស្រួលវាពង្រីកបាទយើងមិនបាច់ scroll ទេយើងគ្រាន់តែ click លើប៊ូតុងនេះមកយើងអានបាទទំព័រទៅមកទំព័រណាអានេះសម្រាប់ read mode សម្រាប់ការអានឯកសារយើងយក read mode view បាទឬក៏ print view print layout នៅពេលចង់ print ចេញមកខាងក្រៅវារូបរាងវាយ៉ាងម៉េចយើង click លើ print view នេះ print មកលើกระดาษវានឹងបង្ហាញអញ្ចឹងណាដូចបោះពុម្ពចេញមកវារូបរាងវាអញ្ចឹងហ្នឹងហៅ print view ហើយនេះទៀតបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើតជា website ហៅ web view ចុចលើ web layout នេះបាននៅខាងក្រោមនេះអញ្ចឹងក្នុង Word ក៏យើងអាច save បង្កើតជា website បានអញ្ចឹងបើជា view ជា website វាចេញរូបរាងមិននេះឥឡូវយើង zoom វាមកបាទអានេះហៅ web view zoom មក120វិញfile save as browse បាទអញ្ចឹងខ្ញុំរក្សាឯកសារទុកនៅលើ desktop ហើយប្រភេទ extension នេះបើយើងយកជា web view យើង save វាជាអី HTML save ជា HTML មកអាហ្នឹងទៅជា web view website view of document ឯកសារហើយខ្ញុំ save ខ្ញុំ close Word ខ្ញុំបិទកន្លែងសញ្ញាខ្វែងនេះ close វាបាទខ្ញុំទៅមើលនេះអានេះដល់ពេលយើង view ជា website អញ្ចឹង Word ក៏អាចបង្កើត website បានដែរអញ្ចឹង interface របស់វាមិនយើងបើក website មកវាចូលបាទខ្ញុំទៅយក web browser មួយមកអញ្ចឹងអ្នកនរគ្នាចង់បង្កើត website កើតក្នុង Word ហើយ save ជា web HTML extension មកយើងបានជា website អញ្ចឹងនៅក្នុងនេះ click មកចូល link introduction វា load មកកន្លែង introduction
ហ្នឹងហៅ web view អញ្ចឹងអ្នកនរគ្នាចង់ click លើ technology វាបង្ហាញឡើង technology នេះអញ្ចឹងចង់ click លើ IoT link បាទវាបង្ហាញណា IoT នេះហ្នឹងហៅ web view ណា slow វិញអញ្ចឹងចាដឹងថា Microsoft Word ក៏អាចបង្កើត website បានដែរគាត់ថាវាមិនសូវជា professional ដោយកម្មវិធីបាទយើងសរសេរ code បង្កើតវាគាត់ថាយើងគេហៅ what you see what you get អញ្ចឹងនេះទាំងអស់ហ្នឹងគឺមុខងាររបស់ tape នីមួយៗបាទយើងចូលដល់ផ្នែកនៃ document area ផ្នែកនៃ document area នេះកន្លែងនេះបាទផ្នែកខាងក្រោមនេះណាកន្លែងដែលយើងវាយបញ្ចូលអក្សរខាងលើនេះគេហៅគេ ruler បាទ ruler អញ្ចឹង ruler មាន2បន្ទាត់ផ្ដេកនេះគេហៅគេ horizontal ruler ណាបន្ទាត់ប្រឈរនេះគេហៅ vertical ruler បាទអញ្ចឹងយើងឃើញ cursor យើងនេះលោកផ្លោតនេះគេហៅ cursor វា load អញ្ចឹងកន្លែង cursor ហ្នឹងកន្លែងដែលបញ្ចូលអក្សរនៅលើផ្ទៃសនេះអានេះហៅ touch area ពេលពេលយើងបញ្ចូលទៅ hello how are you បាទចុច enter មកតម្លាក់បន្ទាត់បាទកន្លែង status bar នៅណា status bar យើងបើកបាទនេះខាងក្រោមនេះគេ status bar អញ្ចឹងវាបង្ហាញព័ត៌មានតាក់ទងអី page ដែលយើងស្ថិតនៅ page ទី1ចំនួនពាក្យដែលយើងបានបញ្ចូល word count មាន4ពាក្យអូខេណាវាបង្ហាញបឋមនៃ screen វាកន្លែងចំណុចខាងក្រោមនៃ ekraan នៃ screen វាបង្ហាញលេខហើយនិងភាសា example Thai text document area home tab insert tab បាទអញ្ចឹងយើងមើលនេះតិចទៅ interface មិញខាងលើនេះអានឹង version ចាស់បាទអញ្ចឹងប្រភេទកិច្ចការដែលតាក់ទងការបដូរតាក់ទងនឹងអក្សរប្រភេទនៃអក្សរពណ៌ទំហំតូចធំអីយើងប្រើនៅក្នុង font group នេះបាទ font group តិចទៀតខ្ញុំនឹងបង្ហាញបាទយើង click លើ home tab បាទយើងចូលមកកន្លែង font បាទនេះ font group នេះណាអញ្ចឹងតាក់ទងការកែ edit ទៅលើអក្សរផ្សេងៗដាក់ពណ៌អីយើងនឹងប្រើនៅលើក្នុង home group នេះអញ្ចឹងកន្លែងនេះសម្រាប់ធ្វើអី Calibri body នេះ default របស់ Microsoft Word font ប្រភេទអក្សរហ្នឹងវា Calibri នេះអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសប្រភេទ font ផ្សេងប្រភេទអក្សរផ្សេងហើយដូរទំហំនៅកន្លែងចំណុចខាងលើហ្នឹងណាបាទហើយនេះ A នេះគឺពង្រីកទំហំអក្សរដែរដោយយើងអត់រើសលេខយើងអាចចុចលើ A ហ្នឹងបាទឬក៏នេះគឺបញ្ចុះបន្ថយទំហំអក្សរវិញកន្លែង A តូច A ធំហ្នឹងបដូរ cache អក្សរឲ្យទៅជាធំឬក៏តូចបាទកន្លែង B នេះបាទសម្រាប់ដាក់អក្សរឲ្យដិតខ្លាំងហើយកន្លែង I នេះគឺដាក់អក្សរឲ្យ straight U នេះគឺគូសបន្ទាត់ពីក្រោមបាទកន្លែង ABC ដូចថាយើងសរសេរឲ្យអក្សរនឹងខុសយើងអត់ចង់ delete ទេយើងចង់ឲ្យវាឆូតឆ្នោតអញ្ចឹងយើង click លើ ABC ហ្នឹងហើយកន្លែង X នេះបាទដូច H2O អីយើងចង់សរសេរបាទហ្នឹងគេហៅ
và so vì miền mẹ xoay cuốn này x xoay cuốn pì khăn lấy và vì miền pì đây rùa một môn kimi Việt trơn và ha đỡ Âu thì ta sẽ pì này khăn khổ này subscribe anh ấy subscribe và ta sẽ nó khăn lư và xoay cuốn anh ấy cái máy nhập lịch địa bạn sắp là dòng thì hộp biển nắng nắm đọc và subscribeนี่คือเรียงกายซอตะเกียซอฉลาดนะA B นี้คือสำหรับไฮไลท์สำหรับ select บางไฮรวมเล็กซอ A นี่คือโดโปอักษรvà chẳng nhung anh ấy toàn vậy đấy anh ấy cả tô nè anh ấy cái cào chuyện tới chết quan thầm và fun group sân anh ấy học fun group này cho nên không fun group và kiên này là clipboard đấy là các bài fun group về miền clipboard mỗi trong clipboard nó miền pass miền cut và miền copy hay miền pen bra nó sẽ thôi ấy và copy cut pass và cho mỗi nhóm và hai nhảy mới cut sẽ ấy remove tịch remove cái này như cặp tránh đọc tranh bảng bộ copy và chấm lò và nhà so chat lên đài với tham so mấy đôi khi trong so chat bộ cắt nó cứ platy ở so chat tranh cắt nó đọc tranh đôi delete chẳng ta bởi dương tha riêng một vĩnh đô ti tăng ấy phải vượt cắt khác phân tích bẹt từ lọc ở vĩnh ưu đó copy paragraph and paste it somewhere else và chẳng lại nó nhầm kết ha nhưng mà hàng tích nhiều thọn vậy chẳng nhầm trong copy nhầm select máu nhầm máu select hay nhầm trích lừa nè hãy copy chẳng nhầm plug cursor mà hàng khổ nhầm trích enter tại lệ hay nhầm trích khác mà mình nè và nó hay ha lại ní bộ sân đến nhầm trong khác mình nhầm ăn copy để nhầm trích khác và khác bên dương vô cursor nó vô mà đại năng lẽ ở dương khác mà mình anh ấy được khác lát đi đó là so ní nhầm trong đặt vì chỉ là so cho lại và hay nhầm thì phân việt thông chẳng là so khăn khổ nè nhầm trong và ao vía lại trong đôi nhỉ còn té trong ấp trong select chẳng hay trong chọn từ lừa này nhầm click style là dân vô style này nhé hay nhầm nghĩ tầm hôm mà so này thông nè khăn khổ nè nhầm chẳng ấy tá nhầm chẳng khăn khổ nó đôi mùi nè font style mùi nè chắc kim miên là việc lươn mỗi cái phần này lại clipboard nè nhưng còn do cursor đặt được lại so mùi ná là dân trong ban style đổi ở thay nhầm trong ban là lừa nè rồi thấy nhầm check format painter và format painter nó mình pen bra hay xong tốt anh đang khai format painter và vì là để liệp những con nhầm click lừa nắng máu đấy vì đang chọn nơi cursor nó chụa nó ở chân còn là click thấy nhầm tiền lừa nắng máu nhầm play tới vì đang đồ tới đời lừa nắng chẳng và trên trên cái như format painter nó lượt và như là so chớn chẳng dương trong bài hưởng đại đấy lấy nhầm trong ơi so nó chặt bung đôi nè là khăn khổ nó trong ơi chặt bung đôi cả đà này mình chứ còn do cursor đã lừa bia máu hay nhầm check pen nó và nhầm check pen đấy format painter nó nhầm select khăn khổ máu vì đầu bởi nhầm select thầm nát với đầu thầm nặng đấy chứ nhầm select thầm nét đầu thầm này rồi lấy bàn đó này toàn từ select vô cursor này làm đó tiền
តែបើចង់ឲ្យវា select ជាប់រហូតអ្នកទាំងអស់គ្នាថាខ្ញុំចង់បាន font កន្លែង hello នេះខ្ញុំយក cursor មក select ដាក់កន្លែងហ្នឹងគឺខ្ញុំ select ចឹងហើយខ្ញុំយក painter នេះខ្ញុំចុច2 ដងបាទចុច2 ដងវាជាប់នៅហ្នឹងហ្មងឃើញបើយើងចុចតែម្ដងយើងអាច format វាយើងដល់ពេល select ហើយវានឹង load ចេញមកវិញអញ្ចឹងខ្ញុំចង់ឲ្យវាជាប់នឹងរហូតនេះកន្លែងនេះអញ្ចឹងខ្ញុំដាក់ cursor នៅហ្នឹងហើយខ្ញុំ double click បាទគេ double click នៅពេលខ្ញុំ select ហើយវានៅជាប់បាទជាប់ជក់នៅហ្នឹងមកណាយើងអាច select បានច្រើនដងបាទហ្នឹងការប្រើប្រាស់ clipboard ខ្ញុំមានទាំងអស់ហ្នឹង cut paste copy ហើយ cut paste control C control C វានៅ copy ណាចេះប្រើអានេះខ្ញុំ select ចឹងមកចុច control keyboard ហើយចុចអក្សរ C មកអាហ្នឹងហៅ copy ហើយយក cursor មកចុច control V មកវិញ paste វិញណាសម្រាប់ cut វិញអាហ្នឹង cut គេប្រើ control អី control X បាទ cut អស់ control X control V មកវិញមកវិញណា control X ស្មើនឹង cut ហើយ control V ស្មើនឹង paste បាទបាទអញ្ចឹងចូលមកដល់ចំណុចនេះខ្ញុំ clear បាទហើយ clear all format អាគៀននេះ clear all format remove all format បាទដកចេញនៅទម្រង់ផ្សេងពីការ select ឲ្យទៅជាធម្មតាវិញគេហៅ clear format យើងឆ្លាក់យើងអីហើយយើង clear ដូចយើងសម្អាតលុបមុខអីហ្នឹងឲ្យទៅដូចដើមវិញញាក់ពីដេកមកមិនអញ្ចឹងវិញវាយក្រែមវាយអីហើយដល់ពេលយើង clear format បាទអស់លេងអស់សៅអីអញ្ចឹងណាអា clear format បាទអញ្ចឹងចង់អាកន្លែង clipboard ហ្នឹងខ្ញុំបង្ហាញអស់ហើយអញ្ចឹងយើងចូលដល់កន្លែងនេះបាទជប់បាទអញ្ចឹងយើងអាច select អក្សរហ្នឹងសិនហើយយើងចង់ឲ្យវាទៅជាអក្សរកោងអ្នកទាំងអស់គ្នាចូលមកកន្លែងinsert word art នេះថាឥឡូវខ្ញុំយកពណ៌នេះបាទព្រោះហើយនេះកន្លែង click លើ format tab នេះ format tab វាមានតិច effect មានអក្សរ 3D ក៏បានឬអក្សរកោងបាទយើងយកកោងប្រភេទណាបាទបាទហើយយើងអាចថានៅកន្លែងចំណុចលឿងនេះយើងអាចកែវាឲ្យវាបាទកោងខ្លាំងឬកោងតិច Hello how are you ហើយអាចចាក់បាទ save field នេះ save កន្លែងអក្សរលឿងហ្នឹងទាញវាចាឲ្យនេះត្រង់វិញនេះអត់ខ្មៅកោងខ្លាំងពេកកោងតែបន្តិចហើយកន្លែងលឿងហ្នឹងគេហ្នឹងគាត់យើងមិនសួរលឹះហើយយើងរៀនអត់ដល់ទេខ្ញុំសុំ undo ខ្ញុំ clear text មកវិញ select ហ្នឹងហើយ clear content មកវិញបានហើយយើងទៅលុបមុខវិញបាទមកដូចដើមវិញយ៉ាជាប់ style បាទ clear បានតែ content តែ text អានេះនៅជាប់នឹងឡើយបាទមាន undo នេះ undo undo ត្រឡប់មកដូចដើមវិញបានដល់ត្រឹមហ្នឹងហើយ clear content វាវិញបាទដូចដើមវិញអញ្ចឹងចូលដល់ទី2ខ្ញុំ zoom អានេះខ្ញុំចុច control mouse zoom នេះឃើញឡើង160ហើយខ្ញុំចុច key control ជាប់ហើយចុច mouse អញ្ចឹងបាទគ្រាប់ធ្វើកង់នៅពីលើនេះបវលវាមក zoom ធំ zoom តូចហ្នឹងខ្ញុំបវលត mouse មកវា zoom ធំ zoom តូច
ឡើងដល់ប្រហែល 190% បាទអញ្ចឹងខ្ញុំស្រួលមើលអញ្ចឹងខ្ញុំ select អញ្ចឹងដល់កន្លែងនេះ bold click ទៅ bold មកឃើញទេដិតយើងចង់ដាក់អក្សរដិតអញ្ចឹងអានេះ font ហ្នឹងយក increase font size ចុចមកឡើងម្ដង2ឬក៏យើង select យក font ទំហំ font តាមហ្នឹងហើយយើងដូរប្រភេទទំហំអក្សរហើយយើងដាក់ edit ខ្លាំងចុចអក្សរ B ហើយយើងឲ្យអក្សរ trade ចុចអីអក្សរ I មកគឺអក្សរ trade ឲ្យវា underline ចុច U នេះមកបាទ underline បាទគូសតពីក្រោមតែអក្សរហ្នឹងដិតខ្លាំងពេកដោះវិញចុចអក្សរ B ដោះ B ចេញវិញបាទឥឡូវហើយ U បាទចាប់ទាត់ enter មកតែសរសេរទេវាជាប់ហ្នឹងទៀតហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចុះហើយដោះវាវិញចុចដកវិញចុចដក I ចុចដក U វិញបាទ Do you love me hello how are you do you love me បាទ hello ហ្នឹងអាច come out យ៉ា come out ហ្នឹងទៅបាទ do you love me ចាកន្លែង do you love me នេះបាទយើងចង់ថាលុបឡាវហ្នឹងឲ្យវាគូសយកចង់លុបចេញឲ្យឃើញឡាវហ្នឹងតែយើងឲ្យគូសឆោតវិញឆ្នោតចឹងហ៎បាទអាហ្នឹងឲ្យ do you love me យើងគូសឆ្នោតទៅថាខ្ញុំសរសេរច្រឡំយើងគូសច្បាច់ចោលទៅ do you hate me វិញអូខេអញ្ចឹងចូលដល់នេះយើងចេះប្រើពីនេះមកដល់នេះហើយ font អក្សរអត់ឆ្លាញ់ font អញ្ចឹងនេះយើង select មកអាច click លើអាសញ្ញាព្រួយនេះដូរប្រភេទ font អង់គ្លេសប្រភេទផ្សេងយក Arial Black បាទនេះ font យើង select ហើយយើងជ្រើសរើសប្រភេទ font Calibri Line ថែម New Roman យកដូរមកវិញដែរមកបាទអញ្ចឹងចូលដល់ X2 បាទយើងសរសេរ X2 ខ្ញុំចង់ឲ្យលេខ2ចុះខាងក្រោមកុំឲ្យសរសេរស្មើគ្នាបាទយើងធ្វើមិនអាហ្នឹងយើង select លេខ2ហ្នឹងមកបាទយើងយកអាកន្លែងនេះ click លើហ្នឹងមកគេហៅ subscribe subscribe បាទ X2 យើងចង់វាយអក្សរទៀតវានៅខាងក្រោមហ្នឹងចង់អក្សរហ្នឹងមកធម្មតាវិញបាទយើងចុចអាហ្នឹងមួយវិញដោះវាចេញសិនណា X2Y ដក clear មកបាទខ្ញុំ enter តម្លាក់ទាត់ចាស់ x ស្វ័យគុណ2ចុចលេខ2ឬក៏យើងចុច x ហើយយើងចុច subscribe នេះចុចអាហ្នឹងវាឃើញវាសញ្ញាដិតណាចឹងចុចលេខ2មកវាឡើងទៅលើបាទហើយចុច y មកវានៅលើហ្នឹងចឹងចង់ឲ្យវាចុះក្រោមវិញតោះតែចុចកន្លែង x2 x subscribe ហ្នឹងហើយចុច y មកអូខេចុះមកខាងក្រោមហ្នឹងវិញចឹងយើងចេះប្រើចឹងកន្លែងនេះអក្សរឆ្លាក់កន្លែងតិចនេះយើងតិច effect បាទហើតិច effect មួយមកអញ្ចឹងនៅក្នុងហ្នឹងអាចដាក់អីគេបានខ្លាញ់តិច effect ហ្នឹងអាចដាក់ចំណាំងផ្លាតអីចឹងទៅបាទ reflection ដាក់ស្មៅអញ្ចឹងមកដល់នេះនេះគេ memory វិញដែរ insufficient memory អញ្ចឹងបាទតើ save វាសិន